ណាគេខ្លះអត់ចេះបកបកងសមុទ្រណាហើយពេលទិញបកងសមុទ្រមកញ៉ាំម្ដងវេទនាផ្លូវចិត្តរឿងបកបកងនឹងអត់ដឹងថាបកពីណាទៅណាបានសាច់ពេញបានសាច់ស្អាតអាចចូលមើលក្នុងវីដេអូនេះបានណាធានាថានឹងពេញចិត្តហើយចេះបកបកងនឹង 100% ហ្មងលេងមុតដៃទៀតហើយតែមុននឹងដល់របៀបនៃការបកបកងហ្នឹងឥឡូវសូមមកមើលសាច់គោខ្ញុំទីសិនសាច់គោនេះខ្ញុំទិញមកថ្ងៃមុននិយាយពីថាអូយស្អាតខ្លាំងណាស់អ្នកទាំងអស់គ្នាហើយសាច់នេះគេហៅថាសាច់បោកបកោមើលទៅឡើងខ្ទិះហ្មងមើលឲ្យសាច់លាយខ្លាញ់និយាយទៅដូចអាសាច់គោថ្លៃស្រុកគេអញ្ចឹងណាតែអានេះសាច់គោខ្មែរយើងទេសាច់នេះគឺជាកន្លែងដែលឆ្ងាញ់មួយដែរក្នុងចំណោមផ្នែកផ្សេងទៀតរបស់សាច់គោហើយនិយាយទិញបានទេយូរខ្ញុំទិញបានម្ដងហើយថ្ងៃនេះគឺទិញបានស្អាតហ្មងសាច់ឡើងខ្ទិះហើយបើយើងយកទៅធ្វើសាច់អាំងធ្វើគោឡើងភ្នំអីមិនដឹងជាតិមិនទេអាសាច់ជាប់ខ្លាញ់អញ្ចឹងហើយបើបានហាន់ slice ស្ដើងដាក់ស៊ុបចិនស៊ុបស៊ីឈាន់ទៀតអូយកាន់តែអែមព្រោះស៊ុបចិនស៊ុបស៊ីឈាន់នេះគឺត្រូវគ្នាណាស់ជាមួយនឹងសាច់ជាប់ខ្លាញ់ណាដូចជាសាច់ជ្រូក3ជាន់អីជាដើមហើយបើបានសាច់គោខ្លាញ់អញ្ចេះទៀតអូយដាក់ទៅស្ដើងជាតិណាស់តាមពិតទៅពេលតែទិញម្ហូបនេះគឺគ្មានកម្រងទិញសាច់គោនោះទេតែដល់ពេលឃើញស្អាតពេកមើលលេងនិយាយទៅអត់ដាច់ចិត្តហើយក៏ទិញមកដុំមកនិយាយទៅទុកក្នុងទូទឹកកកមកពេលណាចង់ញ៉ាំក៏យកមកញ៉ាំអញ្ចឹងទៅហើយសាច់ខ្ញុំទិញហ្នឹងគឺកន្លះគីឡូហើយខ្ញុំយកវាមកហាន់ស្ដើងបែបហ្នឹងហើយខ្ញុំប្រឡាក់រៀងប្រេងផ្អែមបន្តិចដាក់ជៀនមកនិយាយពីថាជាតិណាស់គោខ្ញុំគឺចូលចិត្តខ្លាំងហ្មងតែយូរញ៉ាំម្ដងបានទេណាកុំញ៉ាំញឹកញាប់ពេកព្រោះវាមានជាតិខ្លាញ់ច្រើនណាហើយយើងយកមកប្រឡាក់ដាក់ស្ករប្រេងផ្អែមនេះនិយាយពីថាត្រូវគ្នាណាស្ករហើយនឹងខ្លាញ់ហ្នឹងអត់ល្អសោះហ្មងចំពោះសុខភាពអញ្ចឹងយូរញ៉ាំម្ដងបានទេណោះឥឡូវសាច់គោខ្ញុំឆ្អិនរួចរាល់ហើយមើលទៅឡើងតំណងហ្មងហើយខ្ញុំបានទៅបុកក្តឹបអំបិលហ្នឹងមកកូនចានទូចដាក់ម្ទេសហិលមកនិយាយពីថាញ៉ាំជាមួយគ្នាជាតិណាស់អ្នកទាំងអស់គ្នាអើយតែខ្ញុំអត់បានថតអីច្រើនទេអាការបុកអំបិលខ្ចីហ្នឹងព្រោះថាបើអាឡ័យតែថតច្រើនពេកហ្នឹងដឹងតែសាច់គោហ្នឹងគឺខ្លោចអស់លេងបានញ៉ាំហើយអញ្ចឹងហើយម្ហូបមួយមុខនេះរៀងកាត់បន្តិចហើយកន្លែងផ្លាក់ហ្នឹងក៏អត់មានកន្លែងបុកក្តឹបអំបិលហ្នឹងក៏អត់មានដែរហើយកន្លែងសាច់នេះវិញក៏ខ្ញុំអត់បានថតដែរនេះគឺសាច់ដែលសល់ពីខ្ញុំហាន់ស្ដើងប្រឡាក់ជៀនមិញហ្នឹងគឺខ្ញុំហាន់វារៀងក្រាស់ខ្ញុំទុកធ្វើសាច់អាំងបែបកូរ៉េបើមានគីមឈីទៀតគឺកាន់តែឆ្ងាញ់ហ្មងចាំថ្ងៃណាខ្ញុំមានពេលទៅបន្តិចខ្ញុំនឹងធ្វើគីមឈីបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើរបស់ខ្ញុំម្ដងឥឡូវយើងចូលដល់បកងសមុទ្រម្ដងបកងសមុទ្រនេះពីមុននៅតំបន់ខ្ញុំគេហៅថាបកាំងអត់ដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឮអត់ទេគឺហៅថាបកាំងប៉ុន្តែឥឡូវហៅថាបកងក៏នៅហៅបកាំងក៏នៅហៅដែរហើយបកងសមុទ្របកាំងសមុទ្រនេះគឺមានច្រើនប្រភេទគ្រាន់តែរូបរាងវាស្រដៀងគ្នាតាមពិតទៅមិនស្រដៀងទេគឺដូចគ្នាហ្មងចំពោះបកងដែលខ្ញុំកំពុងតែថតហ្នឹងខុសគ្នាតែពណ៌ហើយនឹងទំហំតិចតួចទេហើយបកងដែលខ្ញុំកំពុងតែថតក្នុងចានហ្នឹងមួយចានហ្នឹងគឺមានបកងពីរប្រភេទអត់ដឹងថាអ្នកទាំងអស់គ្នាមើលដឹងអត់ទេតែបកងដែលខ្ញុំកំពុងតែកាត់ហ្នឹងគេហៅថាប្រភេទបកងឆ្មាឬក៏បកងខ្មៅបកងហ្នឹងគឺមានទំហំតូចឬក៏ធំជាងហ្នឹងអីតិចតួចទេគឺអស់ហើយវាមានតម្លៃធូរថ្លៃទេបកងដែលខ្ញុំកំពុងតែកាត់ហ្នឹងហើយចំពោះមកប្រភេទទៀតគេហៅថាបកងសបកងហ្នឹងគឺមានទំហំធំជាងអាបកងខ្មៅហ្នឹងហើយក៏មានតម្លៃថ្លៃជាងបកងខ្មៅហ្នឹងដែរនេះគឺបកងដែលខ្ញុំកំពុងតែកាត់ហ្នឹងណាគេហៅថាបកងសបកងហ្នឹងគឺមានតម្លៃថ្លៃហើយអ្នកទាំងអស់គ្នាដែលអត់ទាន់ចេះកាត់អាចមើលបាននៅក្នុងវីដេអូនេះជាដំបូងគឺយើងកាត់ក្បាលវាចេញមកហើយយើងកាត់អាថ្មងសងខាងហ្នឹងមកជួរហ្នឹងចេញមកហើយយើងកាត់គូតវាអាស្រួយហ្នឹងចេញមកហើយបន្ទាប់មកទៀតនេះយើងបកអាសបកលើហ្នឹងចេញមកបកសបកលើហើយយើងបកអាក្រោមហ្នឹងមកជន់ទៀតហ្នឹងចេញមកឃើញទេបានសាច់ទាំងមូលហ្មងឃើញអត់មានកុហកអ្នកទាំងអស់គ្នាថាចេះបកហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងដែរបាយ